thắng. Không làm chơi. Ê, taxi. Mà xuống chơi lúc. Lừa lao thì nói họ lừa lao.
ឡើងទៅយើងសូមតំណាក់តំណងទៅកោះការ៉ាប៊ីននេះគឺបាសីដែក398 Charlie Juliet ស្នើសុំហោះហើរ ISR ពីសានជូអានទៅអូប៉ាឡាកាទទួលបានសូមឲ្យមានសុវត្ថិភាពអរគុណអ្នកចាត់ចែងក្រុមហ៊ុន Empire Mortgage នឹងសប្បាយចិត្តពីរឿងនេះយើងនឹងវាយលុយទៅក្នុងកេណនីរបស់លោកមានការងារមួយទៀតសម្រាប់លោកតែនៅប្រទេសហៃទីឆ្ងាយណាស់លោកខ្ញុំគិតថាមិនចង់ធ្វើទេការងាររឹបអូសរបស់គេនេះខ្ញុំដូចជាលែងចង់លោកដៃហើយសួស្តីដែនតើលោកត្រូវការអីទៀតពូចង់ឲ្យក្មួយជួយខ្ញុំគ្មានអ្វីជួយលោកទេស្ដាប់ពូសិនទៅដូចលោកស្ដាប់ខ្ញុំក្រោយពេលដែលយន្តហោះធ្លាក់ហ្នឹងតើលោកដែលគិតពីចិត្តខ្ញុំដែរទេហ៎ដែលសួរខ្ញុំទេម៉ាក់ជាមិត្តល្អរបស់ខ្ញុំទុកលោកដូចជាឪពុកតែលោកធ្វើជាសាកសីប្តឹងខ្ញុំត្រូវគេដកសិទ្ធិពីពីលុតតាំងពីពេលហ្នឹងមកហើយអ្វីដែលលោកធ្វើនោះគឺចេះតែបន្ទុកខ្ញុំរហូតតើឯងគឺជាអ្នកបើកនៅដែនឯងគឺជាអ្នកសម្រេចចិត្តមានរឿងខ្លះលោកមិនដឹងនោះទេស្មានថាពូសប្បាយបាត់បងកូនប្រុសក្តីក្តាំជាមួយឯងឥឡូវលោកចង់បានអីគឺឯងវាកំពុងមានបញ្ហាក្រុមបេសកជនបានចាចេញពីភូមិតូចមួយនៅកូឡុំប៊ីតែវាមិនព្រមចេញទេពួកភេរវករគ្រឿងញៀនស្និទ្ធនឹងក្រុមអាល់កេដាបានគ្រប់គ្រងតំបន់នោះទាំងមូលគ្រោះថ្នាក់ណាស់គ្រោះថ្នាក់មែនទែនពូជួបវាតាមអាយកូមអង្វរវាឲ្យមកវិញពូមិនអាចបាត់បង់កូនម្នាក់ទៀតទេអញ្ចឹងតើលោកចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចឯងនឹងស្ដាប់សម្ដីឯងវានៅតែស្រឡាញ់ឯងវាជារឿង4ឆ្នាំមុនទេយើងមិនអាចនិយាយគ្នាតាំងពីពេលនោះមកម្លេះសាកមើលទៅនាងមិនស្ដាប់ខ្ញុំទេសុំទោសអ្នកភូមិធ្វើការថ្វាយដល់អំណាចដល់ខ្ពស់ជាងលោកទៅទៀតអំណាចដល់ខ្ពស់ហ៎យើងធ្វើការឲ្យអ្នកមានអំណាចខ្ពស់ឯពួកគេធ្វើការឲ្យយើងលោកធ្វើបាបគេប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទៀតអីនាងទេដែលបញ្ចូលគំនិតរវើរវាយឲ្យពួកវានោះឋានសួគ៌ស្អីឋាននរកស្អីប្រហែលជាល្អសម្រាប់ពួកវាបើនាងចាក់ចេញនោះបើលោកឯងជាមនុស្សត្រូវតែដោះលែងពួកគេមកវិញហើយឈប់មកក្បែរពួកគេទៀតទៅឬទេជាមនុស្សហ៎
ចំជីឈួតមែនយើងចាប់ដើមអស់ការអត់ធ្មត់ជាមួយនាងឯងហើយភូមិនេះត្រូវដាំអាភិនឲ្យយើងគ្មានជំរឿសទេទៅវិញយើង យើងទៅវិញបងយូ ពូមិនអាចបាត់បង់កូនម្នាក់ទៀតទេឯងនឹងស្ដាប់សម្ដីឯងវានៅតែស្រឡាញ់ឯងសាកមើលទៅពូអរណាស់ពេលក្មួយទូរស័ព្ទមកស្មានមកដល់សោះមានអីដែលនាំឲ្យក្មួយបដូរចិត្តដែរ លោកដឹងហើយនេះស្អីគេ អីវ៉ាន់ពូទៅជាមួយដែរ ទេមិនបាច់ទេខ្ញុំបានយកព្រមទៅទីនោះជួយនាងមកវិញមិនបានថាឲ្យលោកទៅទេ ពូស្គាល់កន្លែងនោះ ខ្ញុំចេះមើលផែនទីហើយអង្គុយលើរទេះអញ្ចឹងអាចជួយអីបាននៅក្នុងព្រៃនោះ ធ្វើយ៉ាងណានាំនាងត្រឡប់មកវិញយន្តហោះនេះជារបស់ឯងហើយ អរគុណលោកខ្ញុំអាចជួយនាងដោយតទេតែអរគុណ Living in loneliness, blinded by fears, I still miss you so after so many years. Swept away by emotions that I've tried to hide, but the floodgates have opened, washed away my pride. There's too much water and not enough bridge. I'm drowning in a river of tears. Lord, send down an angel to carry me across, 'cause I can't seem to get there from here. There's too much water and not enough bridge. Clinging to hope in the waters of doubt, that love hasn't died, that the fire's not out. Lord, are you there? Can you hear my prayer? Will she ever forgive me now? I'm drowning in a river of tears. Lord, send down an angel to carry me across, 'cause I can't seem to get there from here. There's too much water and not enough bridge. បងទីនេះមានអ្នកចេះនិយាយអង់គ្លេសទេ បាទចេះលោក កន្លែងនេះអ្នកណាមានសាំងលក់ខ្ញុំចង់ទិញចាក់យន្ត សាំង ហោះ ខ្ញុំល្អជាងគេនៅក្នុងព្រៃនេះ ល្អណាស់ជួយចាក់ឲ្យខ្ញុំឲ្យពេញផង បាទតើលោកទៅណាដែរ គឺត្រង់នេះ អាតូរីស្កូមិនល្អសម្រាប់លំហែទេពេលនេះគ្រោះថ្នាក់ខ្លាំងណាស់ឧត្តមសេនីយ៍សាឡាសាជាមាននៅតំបន់នោះវាបង្ខំអ្នកភូមិឲ្យដំមកភៀនឲ្យវាមិនល្អទេពេលនេះគ្រោះថ្នាក់ណាស់នៅទីនោះ មានអីហូបទេទីនេះ មានចង់ធ្វើល្បីបំផុតនៅសាន់តារីតាគឺប្រពន្ធខ្ញុំត
សំទោសលោកខ្ញុំឮសូថាលោកទៅ Auto Disco ហ៎ បាទមែន ល្អ ហើយ ណាស់នេះជាប្រពរហើយ ហេតុអី ខ្ញុំទៅជាមួយដែរ អូមានផ្លូវទេ អូសំទោស ហឹម គុំប្រកាន់អីខ្ញុំឈ្មោះម៉ាតេអូគឺជាគ្រូពេទ្យម៉ាតេអូ Nesco Loco Abraham Barrio ហើយគឺជា ឈ្មោះវែងពេកខ្ញុំដែរ នៅទីនេះគេនិយមប្រើទាំងឈ្មោះឪពុកហើយនិងឈ្មោះម្ដាយហើយដូចខ្ញុំអញ្ចឹងគឺជាតាខ្ញុំទាំងសងខាង បានហើយ ដូចលោកឃើញស្រាប់ហើយថាខ្ញុំជាគ្រូពេទ្យ ខ្ញុំមិនឲ្យអ្នកណាទៅទេតែរីករាយណាស់ដែលបានស្គាល់លោកពេទ្យ គឺលោកត្រូវតែមានអ្នកទៅជាមួយកន្លែងនោះមិនងាយរកទេតែខ្ញុំស្គាល់ Auto Disco ច្បាស់ណាស់ លោកធ្លាប់ទៅទីនោះហ៎ ធ្លាប់ទៅវាជាការងារខ្ញុំទៅគ្រប់ភូមិទាំងអស់ហ្នឹង កន្លែងចតយ៉ាងម៉េចដែរ យកលឺស្មៅ និយាយអញ្ចឹងលោកមានស្គាល់គ្រូពេទ្យម្នាក់ទេជាពេទ្យបេសកជនជាស្ត្រីលោកស្គាល់ទេនាងឈ្មោះអែន អែនយើងរៀននៅសាលាពេទ្យជាមួយគ្នាអូអីវ៉ាន់មកដល់ហើយគេយកបរិក្ខារពេទ្យមកមួយចំនួនយើងកំពុងតែរៀបចំបង្កើតមន្ទីរពេទ្យមួយនៅតំបន់នោះនេះជាប្រព័ន្ធសម្រាប់អ្នកភូមិ ល្អអន្តា លោកគឺជាប្រព័ន្ធមួយដល់ខ្ញុំហើយនឹងភូមិ Alto Risco ខ្ញុំហ៎ គាត់ឈ្មោះជីមជាពីឡុត អូខេសួស្តី ម៉ូនីកា សួស្តីសួស្តីបាទ បាទ បាទ យើង សួស្តី ជួយរើបានចេញផង រីករាយដែលបានជួបពេទ្យ យន្តហោះលោក ថាអញ្ចឹងក៏បាន ស្អាតណាស់ អរគុណ ខ្ញុំឈ្មោះជីម៉ាត់លើ ខ្ញុំដែនហូកាន់ ហើយលោកទៅណាដែរ អាតូរីស្កូលោកធ្លាប់ចុះទីនោះទេ ទេខ្ញុំធ្លាប់ហោះកាត់ទីនោះជាភូមិតូចមួយព័ទ្ធជុំវិញទៅដោយព្រៃយ៉ាងក្រាស់ព្រៃសុទ្ធ អូខ្ញុំលើកចឹងដែរ ជីម គ្រូសុខសប្បាយរីករាយដែលបានជួប ខ្ញុំក៏អញ្ចឹងដែរ និយាយអញ្ចឹងខ្ញុំលើកអីវ៉ាន់លោកចុះខ្លះហើយឯណោះធំពេកកញ្ចាក់យើងជួយលើកដាក់ឲ្យ ប្រើលេខកាត់ហើយ ហើយយកអីវ៉ាន់ទៅយ៉ាងម៉េច ខ្ញុំបានសុំដែនឲ្យជួយខ្ញុំចង់ឲ្យជីមជួយដែរតែយន្តហោះគាត់ធំពេកពិបាកចុះ អូវាចំណេញទាំងសងខាងទេយកគាត់ទៅគាត់នឹងបង្ហាញផ្លូវលោក អរគុណ លោកដែនពេលត្រឡប់មកវិញយើងត្រូវការពីលុតម្នាក់យូរហើយសម្រាប់ការងារមនុស្សធម៌ ល្អតែខ្ញុំកំពុងធ្វើអញតើ មិនអីទេអញ្ចឹងលោកគ្រូខ្ញុំលាសិនហើយ មកពីព្រឹកផង អរុនសួស្តីជួយមកជំរាបផងណា ស្អីគេនឹង គឺបរិក្ខារពេទ្យសម្រាប់ភូមិដែលអែននៅ ហើយដាក់ក្នុងកញ្ចប់អញ្ចឹងហ៎ នេះជាកាដូក្មេងៗសម្រាប់ថ្ងៃបុណ្យនោះអែល ហើយខ្ញុំនឹងតាមនៅអែលហ៎យ៉ាប់មែនរៀបឲ្យលឿនបន្តិចទៅអានទៅ បាន កុំភ្លេចចងឲ្យរុំសម្លាញ់ផងណា អស្ចារ្យមែនលោកដឹងទេជាច្រើនថ្ងៃហើយខ្ញុំមិនដឹងថានឹងដឹកអីវ៉ាន់ទៅភូមិយ៉ាងណាទេគឺងងឹតតែម្ដងខ្ញុំក៏អធិដ្ឋានហើយព្រះស្មោះត្រង់ណាស់គឺលោកជាអំណោយពីឋានសួគ៌លោកដឹងទេព្រះបញ្ជូនលោកមកហើយលោកនឹងទទួលព្រះពរចំពោះការនេះសម្លាញ់គឺនៅពេលដែលលោកឃើញក្មេងៗទទួលកាដូហើយបើកមើលព្រះនឹងសពរតីចំពោះសេចក្តីសប្បុរសរបស់លោក ម៉ាតេអូលោកចង់ដឹងថាត្រូវតបស្នងខ្ញុំយ៉ាងម៉េចទេ ចង់ណាស់លោកនិយាយមកឲ្យតែលោកនិយាយខ្ញុំសប្បាយនឹងធ្វើ ឈប់អត់បានទេ ខ្ញុំអូហួរដែនយើងត្រូវសម្លឹងទៅឯព្រះ សម្លឹងទៅព្រះហ៎ អូ សម្លឹងទៅណាឥឡូវហ្នឹង បានហើយជប់បានហើយ សម្លឹងអញ្ចឹងហ៎ អូ មិនដែរ អូបានហើយខ្ញុំយល់ហើយ មែនទេ មែនហើយលោកប្រកាយលេងសើចណាស់
ឯណាផែនទីផ្សែងអីគេហ្នឹង គឺសាឡាសាគេជាពួកទុច្ចរិតហើយថែមទាំងបង្កើតទាហានផ្ទាល់ខ្លួនផងដើម្បីបង្កបញ្ហាដល់អ្នកភូមិគេត្រួតត្រាភូមិទាំងអស់នៅតំបន់នោះវាពិបាកនឹងស្រឡាញ់ពួកគេណាស់ មិនក៏លោកនៅចាំមកទីនេះទៀតប្រហែលជាមានកន្លែងផ្សេងសុវត្ថិភាពក្នុងការងារខ្សែសាសនារបស់លោក ខ្ញុំមិនខ្វល់ពីសុវត្ថិភាពទេគ្មានកន្លែងណាដែលប្រសើរជាងកន្លែងដែលព្រះប្រើឲ្យទៅទេឲ្យទៅមានទ្រង់គង់ក្នុងចិត្តអូលោកមើលណោនោះយើងដល់ហើយ អូនឹងឲ្យហៅថាពីរចុះនោះ ព្រះជូនយើងមកដោយសុវត្ថិភាព កុំអាលបញ្ញាពេកមិនទាន់ចុះដល់ដីទេមើលសិនថាខ្ញុំចុះបានឬក៏អត់ បងប្អូនមានអ្នកនៅទេខ្ញុំមកតែអូបងប្អូនខ្ញុំក្មួយមើលណែពូមានរបស់ផ្ញើក្មួយណា ម៉ាតេអូ អែន អរគុណព្រះអង្គរីករាយណាស់ដែលលោកមកវិញ ខ្ញុំក៏អញ្ចឹងដែរនាងមិនអីទេ ខ្ញុំមិនអីទេ ហើយមានរឿងអី គឺសាឡាសាដុតព្រះវិហារនៅមន្ទីរពេទ្យហើយចាប់ពួកយុវជនទៅធ្វើការឲ្យវាអស់ហើយ មិនអាយគុំទៅខ្ញុំ គេបំផ្លាញអាយគុំអស់ហើយ យើងនឹងមិនអីទេ ដែនបងជាមនុស្សចុងក្រោយដែលខ្ញុំរំពឹងថាជួបនៅទីនេះហើយបងមកទីនេះធ្វើអី បងមករកអូន ប៉ាយបងមកមែនទេ គាត់ឲ្យបងមករកអូនហើយនាំអូនត្រឡប់ទៅវិញ ខ្ញុំប្រាប់គាត់ថាមិនទៅទេគាត់ឲ្យបងមកក៏អត់ប្រយោជន៍ដែរ អូនធ្វើស្អីហ្នឹងទីនេះគ្រោះថ្នាក់ខ្លាំងណាស់មើលជុំវិញអូនចុះ តែខ្ញុំជាគ្រូពេទ្យពួកអ្នកភូមិត្រូវការខ្ញុំហើយខ្ញុំនៅជាមួយពួកគេទោះស្ថានភាពយ៉ាងណាក៏ដោយ បងពិតជាដឹងហើយតែគេឲ្យបេសកជនចេញទៅមូលហេតុសមរម្យខ្លាំងណាស់ព្រោះទីនេះវាគ្រោះថ្នាក់ពេក ចាស់ពិតណាស់ហើយយន្តហោះដែលចោលបាញ់មិញនឹងធ្វើឲ្យសាឡាសាមករកជាមិនខាន ត្រូវអញ្ចឹងយើងរើអវ៉ាន់ចេញរួចត្រឡប់ទៅវិញ ខ្ញុំមិនទៅទេ អែនទីនេះគ្រោះថ្នាក់ខ្លាំងណាស់អូនមិនដឹងទេអូនត្រូវស្ដាប់បងណានេះជាពេលចុងក្រោយហើយ ដែនខ្ញុំមិនអាចទៅចោលអ្នកភូមិនោះទេ អែនពេលខ្លីណាស់អូនត្រូវតែត្រឡប់ទៅវិញអូនមិនត្រូវចោលឆ្អឹងនៅទីនេះដោយ
ដឹងខ្លួនហើយហីសុំតោពួកគេហួងហែងខ្ញុំណា មិនអីទេខ្ញុំពិនិត្យសិន អូ ពេលនេះសម្លឹងតាមដៃខ្ញុំមក បានហើយអូនធ្វើឲ្យបងវិលមុខណា អ្នកជំងឺយ៉ាងម៉េចហើយអ្នកគ្រូពេទ្យ ខ្ញុំគិតថាគាត់មិនអីនោះទេ ល្អណាស់ខ្ញុំមានដំណឹងល្អមួយប្រាប់លោកមេភូមិអត់ទោសឲ្យលោកហើយ អត់ទោះខ្ញុំរៀនស្អីតា លោកធ្វើឲ្យគាត់បង្ខំចិត្តវាយលោកនោះណា អូពិតជាមនុស្សល្អមែន ឥឡូវគាត់ដឹងថាបងជានរណាហើយក្រោយពេលដែលខ្ញុំប្រាប់គាត់ហើយពេលនេះគាត់សុំឲ្យបងអត់ទោស ទេមិនបាច់ទេបងភ្លេចចោលទៅ បងចេញទៅឲ្យគាត់បានសុំទោសផង មិនក៏គាត់មិនចូលមកសុំទោសខាងក្នុង គាត់វាយបងនៅទីសាធារណៈគាត់ត្រូវសុំទោសនៅទីសាធារណៈដែរជាប្រពៃណីទីនេះ ទេបងមិនចង់ទៅទេគ្មានផ្លូវទេ សួស្តីលោក Nosotros hemos perdido demasiados hombres por causa de la violencia. Reconozco que al principio te había visto como una persona violenta, pero estaba equivocado. Ahora te veo como un amigo y te suplico que me perdones. មនុស្សអាក្រក់បំផ្លាញយើងច្រើនណាស់លោកមើលទៅដូចជាមនុស្សអាក្រក់តែខ្ញុំមើលខុសឥឡូវខ្ញុំឃើញលោកដូចជាមិត្តសុំទោសដែលខ្ញុំវិនិច្ឆ័យលោកតាមនិស្ស័យចាស់របស់ខ្ញុំ អូខ្ញុំព្រមលើកទោសឲ្យលោកហើយ បងក៏មានកំហុសដែរបងទាញដៃខ្ញុំដូច្នេះបងត្រូវតែសុំទោស ស្អី ជាប្រពៃណី អូអូនគិតមើលណាគាត់វាយក្បាលបងនៅនឹងបងណាមិនសុំទេ ណែន El epide que también lo perdone porque el los muy brusco y salvaje អូននិយាយថាម៉េច អូគាត់អត់ទោសឲ្យលោកហើយ អត់ទោសឲ្យខ្ញុំហ៎ខ្ញុំមិនបានសុំទោសទេ បងពិតជាបានហើយគាត់មានអំណោយពិសេសជូនបង អំណោយឯងខ្ញុំមិនចង់បានទេខ្ញុំមិនត្រូវការអីទេ តែលោកត្រូវតែទទួលអំណោយវាជា ជាប្រពៃណី មែនហើយ ខ្ញុំដឹងហើយខ្ញុំចាប់ផ្ដើមយល់ពីទម្លាប់នៅទីនេះហើយទេពូហើយនេះជាស្អីគេទៅសាច់មាន់ណា ស្តៀងហ្នឹង ស្តៀងហ៎ គឺសាច់ពោះ សាច់ពោះហ៎អត់ដែលប្រោមនុស្សយ៉ាងដូចខ្ញុំពីដើមបានបងតែទ្រង់សងគ្រូក៏ខ្វាំងតែទ្រង់អប់រំព្រះគុណបងរៀនឲ្យកោតខ្លាចព្រះក៏បានកំចាន់ថៃទៅព្រះគុណដែលទ្រង់ផ្ដល់មកបានឈ្នះឲ្យចិនខ្ញុំចូលសុំនៅព្រះគុណអង្គចាជាសម្ពីរួមដែលប្រោមនុស្សយ៉ាងដូចខ្ញុំពីដើមបានបងតែទ្រង់សងគ្រូក៏ខ្វាំងតែទ្រង់អប់រំ ល្អណាស់ អស់ចាចាចាដៃមួយចាដៃមួយ ក្មេងនោះកើតអី គឺរៃមណ្ឌលគេមិននិយាយសោះឪពុកគេស្លាប់ក្នុងមន្ទីរពេទ្យពេលសាលាសាបាញ់ចូលពី3ថ្ងៃក្រោយមកម្ដាយរបស់គេក៏ជាប់មានទៀនខ្ញុំខំសង្គ្រោះដែរតែ មានណា សាលាសាបង្កាយមានជុំវិញនេះសំទោស
ម៉ាតេអូមានស្ករគ្រាប់ទេ បាទមានលោកដឹងទេចម្រៀងនេះបាននិពន្ធដោយអតីតអ្នកជួញដូរទីស្ករឈ្មោះ John Newton ជាមនុស្សបាបដែលព្រះបំផ្លាស់បំប្រែជីវិតគាត់ហើយទ្រង់បានតាក់តែងចម្រៀងដ៏ពិរោះនេះពីក្នុងចិត្តរបស់គាត់ អរគុណ បងប្រយ័ត្នបដុំនេះជាកន្លែងឲ្យគេដាក់មីន មានដែរមិនក៏ដាក់មានចិត្តវិហារ មិនឲ្យយើងចូលគេមិនដឹងថាព្រះគង់នៅក្នុងចិត្តយើងមិនមែនគង់នៅក្នុងវិហារទេ មិនក៏អូននៅកន្លែងដែលព្រះបោះបង់ទៅវិញ ព្រះមិនបោះបង់ទេសុំទោសដែលប៉ែបងមកទីនេះ មិនក៏អូនចេញពីស្រុក ព្រះត្រាស់ហៅខ្ញុំ អូនរត់គេញវាងាយយល់ណាស់ ទេមិនប៉ិតនោះទេ ជាការពិត ទេមិនប៉ិតក្រៅពីមានគ្រោះថ្នាក់ជីវិតយើងបានដើរនៅលើផ្លូវផ្ទុយគ្នា ហើយគ្រប់យ៉ាងក៏ប្រែប្រួលអូននិយាយ មែនហើយធ្វើឲ្យខ្ញុំសួរខ្លួនឯងច្រើនណាស់ ហើយនេះជាចម្លើយហ៎ ទេខ្ញុំឃើញចម្លើយតាមរយៈក្តីស្រឡាញ់និងការអត់ទោសរបស់ព្រះអង្គ ហេតុអីក៏អូនជឿលើអ្វីដែលអូនមើលមិនឃើញទៅវិញ ជំនឿគឺទុកចិត្តអ្វីដែលមើលមិនឃើញ ហើយអូនជឿអញ្ចឹងហ៎ មែនខ្ញុំជឿបងក៏ជឿថាខ្យល់អាចជួយជាកម្លាំងលើកស្លាប់យន្តហោះបងឲ្យហោះឡើងបានដែរគឺបងជឿលើអ្វីដែលបងមិនឃើញ ប្រហែលអញ្ចឹងមែន ខ្ញុំសូមរាយការណ៍ទៅមន្ទីរ មន្ទីរទទួលបាន ខ្ញុំឃើញយន្តហោះហើយ តាមបន្តទៀត ហេរំភើបមែនកាដូទាំងនេះបានមកពីក្មេងៗនៅជុំវិញពិភពលោកហើយនេះសម្រាប់ក្មួយមួយនេះសម្រាប់ក្មួយតែមានក្មួយណាមិនទាន់បានទទួលកាដូទេហ្នឹងមួយណាគឺក្មួយមួយនេះសម្រាប់ក្មេងទេមួយនេះទើបសម្រាប់មនុស្សធំឥឡូវក្មួយបានកាដូគ្រប់គ្នាហើយបានអស់ហើយមើលណែពូយ៉ាងម៉េចដែរឥឡូវនេះយើងរៀនពីរបៀបដុសធ្មេញទាំងអស់គ្នាចាំមើលណាគឺដំបូងយើងត្រូវចាប់ផ្ដើមដុសធ្មេញផ្នែកខាងលើហើយបន្តមកដុសផ្នែកខាងក្រោមខាងលើខាងក្រោមខាងលើខាងក្រោមពេត្រូនេះមិនមែនជាក្រាស់ទេណាចាំមកផ្លែតយ៉ាងតាលោកមិនដុសធ្មេញរបៀបហ្នឹងទេបង្ហាញពួកគេទៅថាលោកធ្វើយ៉ាងម៉េច អូខេ របៀបត្រឹមត្រូវដឹងទេលោកធ្វើឲ្យក្មេងៗសោចពិតជាអស្ចារ្យណាស់ ហើយចុះក្មេងនោះតាមមើលទៅ ហន់ហើយពូដឹងថាក្មួយបាត់បង់អ្នកជាទីស្រឡាញ់អ្នកដែលក្មួយគិតថាมันអាចរស់ដោយអត់បាន ហាត់ដុសទៅក្មួយ អូកាដូច្រើនណាស់ណា មែនហើយយើងកំពុងរៀនដុសធ្មេញហ្នឹងណា ល្អណាស់ឲ្យមីនសុំមើលអូព្រះយេស៊ូវស្រឡាញ់ក្មួយសួស្ដីខ្ញុំជាកូនតូលតែពេលនេះខ្ញុំគិតថាខ្ញុំមានបងប្អូនហើយខ្ញុំសង្ឃឹមថា
អ្នកចូលចិត្តកាដូនេះព្រះយេស៊ូវស្រឡាញ់អ្នកហើយខ្ញុំក៏ស្រឡាញ់អ្នកដែរ បងទៅមើលយន្តហោះបន្តិចចង់ទៅទេ ចា ទៅវិញទៅណាអូនត្រូវយល់បើអូននៅទីនេះណាអូននឹងត្រូវស្លាប់គឺត្រូវស្លាប់ទាំងអស់ ខ្ញុំដឹងស្ថានភាពកាន់តែគ្រោះថ្នាក់ទៅខ្ញុំគិតចង់ភៀសទៅភូមិផ្សេងទៀតតែភូមិដែលចិត្តគឺ48គីឡូត្រូវឆ្លងកាត់ភ្នំទៀតនាំមនុស្សទាំងអស់កិច្ចពីសាឡាសាគឺពិបាកណាស់ ណាអញ្ចឹងបងនាំអូនចេញណាឥឡូវនេះហើយយើងយកក្មេងៗនិងស្ត្រីមួយចំនួន ស្ត្រីមួយចំនួន ត្រូវហើយ ចុះអ្នកដែលនៅសេសសល់គិតយ៉ាងម៉េច มันអាចយកទាំងអស់ទេយើងនឹងអត់ថំពេលកញ្ចាក់មកយកអ្នកដែលនៅសល់ សម្រាប់អញ្ចឹងចាស់តែខ្ញុំមិនទៅទេបានអ្នកភូមិមិនទាន់ទៅអស់នោះ អូននៅតែដែលមិនប្រែសោះ តោះលឺឡើងយើងតោះ ពួកឯងទៅខាងនោះបើលឺតោះលឺឡើងយើង តោះលឺឡើង ពួកគេមកទៀតហើយ មកពួកយើងលឿន មកទេអូខ្ញុំភ័យសឹងស្លាប់ ពួកគេមកហើយមានខ្លះនៅក្នុងភូមិខ្ញុំគិតថាពួកគេគ្រាន់តែមកពីនៅស្ថានភាពទេ បើពួកគេបានខុសចំណោះពួកគេកំពុងតែតាមរកខ្ញុំហើយ ជាងគួរតែត្រឡប់ទៅភូមិវិញ មកតាមខ្ញុំ យើងជួបគ្នានៅភូមិ ហើយបងទៅណាវិញ ខ្ញុំទៅមើលចំហមួយផ្លែត បងប្រយ័ត្នផង មិនអីទេ ទាំងអស់គ្នាមិនអីទេ មិនអីទេអ្នកគ្រូអ្នកគ្រូអ្នកគ្រូយើងមិនអីទេអ្នកគ្រូ ទាំងអស់គ្នាមិនអីទេ ចា គ្រប់គ្នា ពួកគេមិនអីទេបងនិយាយត្រូវយើងត្រូវតែចាក់ចេញពីភូមិខ្ញុំទៅនិយាយជាមួយមេភូមិសិន មេភូមិមេភូមិមិនក៏ហូរហាយយូរម្លេះ ដែនកុំរហ័នពេកលោកមេភូមិនឹងសម្រេចចិត្តយ៉ាងត្រឹមត្រូវខ្ញុំអធិដ្ឋានសូមឲ្យព្រះផ្ដល់ប្រាជ្ញាដល់គាត់ ទទួលបញ្ជាលោកដំសនីយើងកំពុងយាមយន្តហោះពួកយើងអាចគ្រប់គ្រងស្ថានភាពបាន ចាំកន្លែងហ្នឹងហើយយើងនៅតាមផ្លូវ យ៉ាងម៉េចហើយ មេភូមិសម្រេចឲ្យយើងចេញពីទីនេះហើយ គ្រាន់បើមេភូមិ តែត្រូវតែទៅទាំងអស់គ្នា มันអាចទៅរួចទេយើងមិនអាចយកពួកគាត់ទាំងអស់ទៅបានទេ យើងអាចបើយើងដោះកៅអីចេញ តែវាលើទម្ងន់ណាយន្តហោះឡើងមិនផុតពីដីទេ ខ្ញុំដាច់ខាតមិនទុកពួកគាត់ចោលទេ
បងក៏មិនឲ្យអូននៅទីនេះដែរ អញ្ចឹងគ្រប់គ្រាន់ហើយយើងទៅទាំងអស់គ្នាបងត្រូវតែមានជំនឿឡើង ជំនឿមួយមុខមិនគ្រាន់ទេមានទាហាន2នាក់កំពុងតែយាមយន្តហោះឥឡូវនេះ ខ្ញុំដឹងតែឈឺបន្តិចហើយសម្លាញ់ ទូស្ដីខ្ញុំមកដោយសន្តិភាពទេខ្ញុំមិនធ្វើអីលោកទេ នៅសៀមឯកុំកម្រើក ណែខ្ញុំនិយាយថាខ្ញុំមិនធ្វើអីគាត់តែខ្ញុំមិនបាននិយាយអីពីលោកទេ មែនមិនបាននិយាយទេតើមានអ្នកភូមិប្រមាណអ្នក 25នាក់ដល់យើងចេញ ខ្ញុំត្រូវដឹងពីទម្ងន់របស់ពួកគេ ខ្ញុំអាចជួយសួរឲ្យលោកបានបានហើយលោកពូកែមែនសម្លាញ់ខ្ញុំគិតថាគ្រប់គ្នាចូលចុះហើយ ល្អ គាត់មកអញមកល្អណាស់គាត់បានល្អណាស់ រួយហើយនៅ ចាស់ចិត្តរួចហើយ មកមិនជឿសោះថាយើងយកទាំងអស់គ្នាជឿនឹងលើកទម្ងន់ជាមិនខានយើងត្រូវចេញពីទីនេះភ្លាម បងជាចម្លើយចំពោះការអធិដ្ឋានរបស់អូន ថាម៉េច អូនដឹងបងមិនដែលគិតថាឮពាក្យនេះពីមាត់អូនទេមែនទេតែស្ងៀមកម្រិតតែណាសោះណាតែស្ងៀម រេម៉ូដូ នៅស្ងៀមណា ពូទៅយកក្មួយ ប្រយ័ត្នបង ដូងដឹងយ៉ាងម៉េចទេ មួយមានចា ទ្រាំមែនទេ ប្រយ័ត្ន មិនអីទេណា មានរឿងអីទេដឹងនេះ ពូចិត្តទៅដល់ហើយចិត្តហើយដល់ហើយមកក្មួយមិនអីទេហ៎តោះអោបជាប់ណា មិនអីទេ ព្រះដូចជាអ្នកកងវាលដ៏សុភាពម្នាក់ដែលថែរក្សាវងជាមរាប់រយ ប៉ុន្មានណា ពេលមានជាមួយវងវិញចេញហើយមានបញ្ហាតើលោកគិតថាទ្រង់ធ្វើយ៉ាងម៉េច ខ្ញុំមិនដឹងទេ ដែនលោកធ្វើយ៉ាងម៉េចបើលោកជាអ្នកកងវាលហើយជាមួយក្នុងចំណោមជាមរបស់លោកវងវិញ ខ្ញុំមិនដឹងទេខ្ញុំប្រហែលជាបបងចោល ប៉ុន្តែផ្ទុយទៅវិញព្រះមិនដែលបបងយើងចោលឡើយ ល្អ គឺទ្រង់ស្វែងរកជាមដែលវងវិញរហូតតែឃើញហើយនាំចូលទៅក្នុងវងវិញលោកជាព្រះពរដ៏អស្ចារ្យសម្លាញ់លោកជាអ្នកកងវាលល្អលោកបានជួយសង្គ្រោះជាមដែលវងវិញ លោកធ្វើអីហ្នឹង ខ្ញុំបង្ហូរសាំងចេញ ខ្ញុំឃើញតែបង្ហូរចេញធ្វើអី ឲ្យយន្តហោះវិស្រាល សង្ឃឹមថាលោកមិនបង្ហូរដល់អស់ទេ ត្រូវហើយ
លោកនៅបារម្ភថាវាហោះឡើងមិនរួចហ៎ យើងដាក់លើសជាង360គីឡូ តែយន្តហោះធំប៉ុណ្ណឹងនៅឡើងមិនរួចទៀតហ៎ ពេលចុងក្រោយដែលខ្ញុំដាក់លើសទម្ងន់យន្តហោះផ្ទុះសម្លាញ់របស់ខ្ញុំត្រូវស្លាប់គឺម៉ាក់ជាបងប្រុសរបស់អាន ខ្ញុំសោកស្ដាយណាស់ ខ្ញុំក៏សោកស្ដាយដែរ មិនអីទេសម្លាញ់ព្រះនាំលោករហូតមកដល់ទីនេះពិតជាមានផែនការមិនខាន ក្រាបចុះក្រាបចុះ មិនអីទេ ចាចាបងគៀបមែនតើយ៉ាងម៉េចហើយម៉ែមិនទៅហើយនាងមានឈាមទៀតអ្នកគ្រូពេទ្យជួយនាងផងនាងយ៉ាងម៉េចដែរ មិនអីទេនាងមិនអីទេណាត្រង់តិចទៅនាង មិនអីទេ អូយត្រង់ទៅអូទេវាមកទីហើយ មើលណែនេះជារបស់យើងត្រូវការ ស្អាតណាស់ស្អាតណាស់ ពិតមែនហើយលោកឧត្តមស្នេហ៍ស្អាតណាស់ អ្នកណាធ្វើស្អី ខ្ញុំមិនដឹងដែរ អ្នកណាជាអ្នករੂយន្តហោះ ខ្ញុំបានឲ្យពួកគេនិយាមនឹងដែរតែ ហើយណានិយាម ខ្ញុំក៏មិនដឹងថាពួកគេទៅណាដែរ ឯងទៅរកវាមក មិនអីទេត្រូវនៅជិតគ្នាយើងនឹងមានសង្ឃឹមទេ មែនទេហើយយើងត្រូវទៅជួបសាលាសាប្រាប់ឲ្យគេបកគលយន្តហោះមកឲ្យយើងវិញហ៎ ក្រែងបងតើជាអ្នកគ្មានជំនឿ ក៏ប៉ុន្តែ កុំអីបងមានគំនិតមួយបងមកវិញឡើយហើយ បងទៅណាហ្នឹង ឲ្យពួកគេនៅស្ងៀម អ្នកគ្រូពេទ្យអែនខ្ញុំចង់ថ្លែងអំណរគុណចំពោះយន្តហោះវាជាអំណោយដ៏ល្អតែខ្ញុំប្រើមិនកើតទេបើគ្មានអ្នកបើកបរនោះដឹងហើយតាថាខ្ញុំមិនចេះបើកវាទេខ្ញុំមកជួយដល់សុខភាពឲ្យអ្នកគ្រូតែដំបូងអ្នកគ្រូត្រូវនាំអ្នកបើកចេញមកអ្នកគ្រូមិនអាចពួននៅក្នុងព្រៃរហូតទេនេះជាការប្រមានចុងក្រោយហើយយើងនឹងរកឃើញមិនខានចេញភ្លាមមកគិតពីប្រយោជន៍អ្នកភូមិផងទៅគិតឲ្យច្បាស់ អ
លឿនឡើង ទេដល់របស់ខ្ញុំឈប់ លឿនឡើងលឿនឡើងមកលឿនឡើងឲ្យលឿនឡើងទៅ ចូលអីយើ លឿនឡើងប្រយ័ត្នកំតាន់ណាឲ្យឆាប់ លឿនឡើងមកឡើងទៅលឿនឡើងប្រយ័ត្នមិនតាន់ណាឡើងទៅឲ្យលឿនឡើងទៅ ឲ្យលឿនឡើងទៅ មកតាមយើងឲ្យសល់ប្រមាណពួកឲ្យឡើងតាមផ្សេងឲ្យលឿនឡើងទៅ សូមព្រះប្រទានពរទាំងអស់គ្នា ឡើងអស់ណាស់ នៅសល់ម៉ាតេអូមិនដឹងគាត់ទៅណាទេ យើងមិនអាចចាំបានទៀតទេណាយើងត្រូវតែទៅបិទទ្វារទៅ ពួកឯងយកគ្នាទៅខាងនោះយើងយកគ្នាចូលឲ្យសល់ប្រមាណមកតាមយើងឲ្យលឿនឡើង ឲ្យលឿនឡើងយើងចូលដល់យើងទៅបាត់ទៀតយើង ឡើងឡើងមិនកើតទេមិនពេក ឥឡូវធ្វើយ៉ាងម៉េច បើគ្មានខ្យល់ទេយើងមិនអាចហោះបានទេ ឃើញទេសូម្បីតែខ្យល់ក៏ស្អាតត្រង់ដែរ តោងឲ្យជាប់ มาที่ បានឡើងទៅមករត់ទៀតលឿន កុំអី ឡើងទៀតយើងឡើងមិនផុតទេ បងត្រូវតែមានជំនឿ អីយើ នេះគឺជាការអស្ចារ្យ វាជាការខំប្រឹងប្រែងប៉ុណ្ណោះ ម៉ាតេអូយ៉ាងម៉េចហើយ បងឃើញគាត់លោតចេញពីឡានបន្ទាប់ពីនោះ
អូនត្រូវគ្រប់ ចាតែមិនអីទេខ្ញុំមិនអីទេ អូនសម្រាប់បន្តិចតា អូនមិនអីទេ មិនអីទេអូនអាចទ្រាំបានបើយើងចុះឆាប់នេះ យើងអាចទៅដល់សាន់តារីណាឆាប់នេះហើយបាទញាត់នឹងពេញណែនដូចកតំអញ្ចឹង លោកនាំអ្នកណាមកខ្លះ អ្នកភូមិទាំងអស់ អ្នកភូមិទាំងអស់ហើយយន្តហោះឡើងដោយរបៀបណាទៅ វាមានច្បល់ផ្សេងគ្នាពីរឿងហ្នឹងហើយយើងត្រូវការឡានពេទ្យមួយ ទទួលបាន យើងជិតដល់ហើយ អូដល់ហើយមកពួកគេមកហើយដល់ហើយ យើងដល់ហើយ មែនលើកឡើងតែម៉ាតេអូ បងស្រីជួយយើងផងជួយគ្នានឹងតិចទៅពួកយើងអីទេជួយយើងក្នុងបាយទេនេះបានហើយពួកកាត់នេះចឹងសោះអូយដេកអីហើយបងប្អូននេះបានធំមកនាំគ្នាទៅមើលពួកគេនៅមន្ទីរពេទ្យមែនទេតោះឡើង អូនយ៉ាងម៉េចហើយ អូនមិនអីទេអរគុណបងណាស់ គួរតែសម្រាប់បន្តិចទៅ មនុស្សម្នាក់សោះហេតុអីបានជាពួកអាល្ងីល្ងើអននឹងរកវាមិនឃើញលោកយ៉ាងម៉េចហើយ បានគ្មានអីទេ លោកពិតជាធ្វើបានល្អណាស់ ខ្ញុំត្រូវទៅហើយ លោកចង់ទៅណា ហ
ហានៅមានជាមួយកំពុងតែបាត់ អែនថាប្រាជាគាត់ស្លាប់អត់ទៅហើយ មែនប្រហែលដែរ អញ្ចឹងលោកទៅវិញធ្វើអី ចុះបើគាត់នៅរស់ លោកមានផែនការទេ មានហត់ទៅអាតូរីស្កូយកម៉ាទីអូហើយត្រឡប់មកវិញ មិនពិបាកសោះខ្ញុំទៅដែរ បាន ជួសជុលរួចពេលណា អ្នកណាថាជួសជុល អូល្អណាស់ លោកប្រាប់ខ្ញុំមើលថាពួកយើងធ្វើម៉េចទើបរកគាត់ឃើញ ហោះឲ្យទៀតទៅប្រហែលជាអាចឃើញគាត់ អាហាចុះផែនការបន្ទាប់វិញប្រសិនជារកឃើញគាត់តើនាំគាត់ចេញរបៀបណា ខ្ញុំមិនទាន់ដឹងដល់ឡើយទេ លោកគួរតែជាមនុស្សម្នាក់ដែលធ្វើលំហាត់ឲ្យមុនទៅសាលាមែនទេ ទេខ្ញុំធ្វើនៅតាមផ្លូវទៅសាលា ស្អីគេហ្នឹង នេះជាលំហាត់របស់ខ្ញុំ តោះយើងទៅតាមទៅនេះ ឡើងយើង ហោះចូលប្រទេសខាងលិចវិញពួកគេមិនគិតថាយើងចេញពីទិសនោះទេ យល់ហើយ លឿនពួកយើងទៅមកយកលឿន លោកគាត់ណោះនៅរស់ទេ មិនអាចចុះទីនេះទេឲ្យសញ្ញាប្រាប់គាត់ពីកន្លែងចុះទៅ ចុះឲ្យទៀបហើយលោកបើកឲ្យលឿនពេលលោកឲ្យសញ្ញាខ្ញុំលោតចុះឆ្វែលសំកាំងនៅលើសិនពេលត្រូវការលោកចាំខ្ញុំប្រាប់ ទៀបឲ្យលឿនគ្មានបញ្ហា ឡោះ ទៅកន្លែងចតតើយើង លោកមកវិញហើយលោកមានដឹងទេខ្ញុំអធិដ្ឋានហើយទ្រង់បញ្ជូនលោកមក គ្រាន់បើមិនសម្លាញ់ ខ្ញុំបានបង្វែងដានពួកគេ ធ្វើបានល្អ អញ្ចឹងពួកគេរកខ្ញុំមិនឃើញទេ ជីមចូលមកឥឡូវនេះឲ្យលេងឡើង ទទួលបានទៅហើយ តោះយើង តោះលោកធ្វើអីហ្នឹង
លោកចាំតែមើលទៅ ឲ្យកំភ្លើងមកអញ ទៅព្រះតែងតែសម្បោះត្រង់ចំពោះខ្ញុំជានិច្ចលោកដឹងទេទ្រង់បាននាំខ្ញុំចេញពីស្ត្រូវរបស់ខ្ញុំលោកដឹងទេ សម្រាប់ទៅកុំប្រឹងនិយាយអី ខ្ញុំគិតថាដល់ពេលដែលខ្ញុំទៅផ្ទះហើយ ត្រូវហើយដូច្នេះទើបខ្ញុំមកយកលោក ទេផ្ទះរបស់ខ្ញុំផ្ទះដែលនៅជាមួយព្រះខ្ញុំគិតថាវាជាប្រតិទ្រង់ដែលឲ្យខ្ញុំទៅឥឡូវមានកន្លែងណាដែលប្រសើរជាងកន្លែងដែលព្រះប្រើឲ្យទៅទីឲ្យតែមានទ្រង់គង់ក្នុងចិត្ត គាត់ទៅផ្ទះហើយ គាត់ដឹង គាត់បានត្រៀមខ្លួនទៅនៅជាមួយព្រះអង្គយូរហើយពេលនេះគាត់ដូចបំណងមែន ខ្ញុំមិនហេតុអីក៏គាត់ប្រកាសក្នុងចិត្តម្លេះ គ្រីស្ទបរិស័ទជឿថាព្រះគម្ពីរជាបន្ទូលរបស់ព្រះគម្ពីរចែងថាត្បិតព្រះស្រឡាញ់មនុស្សដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញសេចក្តីសន្យានេះហើយដែលនាំឲ្យម៉ាតេអូមានសន្តិភាព ខ្ញុំចង់មានសន្តិភាពនិងមានទំនុកចិត្តរបៀបនេះណា លោកដឹងទេខ្ញុំជាកូនគ្រូគង្វាលហើយធ្លាប់គិតថាខ្ញុំមានអភ័យឯកសិទ្ធិទៅនគរឋានសួគ៌ប៉ុន្តែអ្វីដែលខ្ញុំគិតនោះជារឿងផ្ទុយស្រឡះខ្ញុំពិបាកចិត្តណាស់នៅពេលដែលខ្ញុំដឹងថាខ្ញុំបានវង្វេងហើយនៅពេលដែលខ្ញុំគិតថាខ្ញុំត្រូវរងទុក្ខនៅឋាននរកអស់កលនោះធ្វើឲ្យខ្ញុំស្លុតមែនទែនព្រះយេស៊ូវយាងមកដើម្បីឲ្យយើងមានជីវិតដែលពេញបរិបូរណ៍ទ្រង់មកខ្ចាយឈាមសគត់លើជើងឆ្កាងហើយមានប្រជញ្ញឡើងវិញទ្រង់បង្ហូរលោហិតដើម្បីអំពើបាបខ្ញុំបាបគ្រប់គ្នាដែរខ្ញុំរំជួលចិត្តពេលខ្ញុំដឹងប្រកាសពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យនេះខ្ញុំក៏សូមទ្រង់អត់ទោសឲ្យខ្ញុំហើយទ្រង់ក៏ព្រមទទួលខ្ញុំដោយនៅព្រះគុណទ្រង់ហើយខ្ញុំក៏បានសង្គ្រោះ ខ្ញុំមិនដឹងធ្វើយ៉ាងណាទេ មិនអីទេអធិដ្ឋានទៅ អធិដ្ឋានខ្ញុំហ៎ខ្ញុំមិនដឹងចាប់ផ្ដើមយ៉ាងណាទេ ការអធិដ្ឋានគឺជាការនិយាយទៅកាន់ព្រះពាក្យសម្ដីមិនសំខាន់ដូចអ្វីដែលមាននៅក្នុងចិត្តទេ
ព្រះអង្គអើយខ្ញុំបាននឹងវែងយូរមកហើយយូរណាស់ដោយកូនជាមដែលវែងចេញពីហ្វូងអត់ទោះឲ្យខ្ញុំផងព្រះអង្គប្រោះជីវិតខ្ញុំអ្វីដែលខ្ញុំធ្វើអំពើបាបខ្ញុំបកុលជីវិតខ្ញុំទៅទ្រង់ហើយសូមទទួលខ្ញុំព្រះអង្គអើយសូមឲ្យខ្ញុំបានដើរនៅក្នុងផ្លូវទ្រង់នៅក្នុងព្រះនាមព្រះយេស៊ូវអាមែនក្មួយមកហើយចុះម៉ាតេអូគាត់ស្លាប់ហើយមិនដឹងថាឯងទទួលបានឬក៏អត់ទេដែនពូមិនបានគិតថាវាគ្រោះថ្នាក់ដល់ថ្នាក់នឹងទេគ្មានអ្នកណាគិតដល់ទេប៉ុន្តែពូសប្បាយចិត្តណាស់ដែលក្មួយមិនកើតអីហើយបាននាំកូនស្រីពូត្រឡប់មកវិញទៀតខ្ញុំសប្បាយចិត្តដែលពូមកអែនត្រូវការពូមែនហើយសូមផ្លាស់សម្លៀកពាក់ចុះបន្ទាប់មកយើងនឹងដកសេរ៉ូមចេញហើយអ្នកគ្រូអាចចាក់ចេញពីទីនេះបានហើយល្អណាស់តែនៅពេលនេះមានអ្នកដែលចង់ជួបជាមួយអ្នកគ្រូពេទ្យកូនប៉ាលោកប៉ាមកដែរកូនមិនស្មានថាលោកប៉ាមកទីនេះទេប៉ាគួរតែមកឲ្យឆាប់ជាងនេះកូនគួរតែចេញពីភូមិនៅពេលដែលលោកប៉ាប្រាប់កូនសុំទោសកូនគួរតែស្ដាប់លោកប៉ាបើមានរឿងអីកាត់ឡើងចំពោះដែននឹងម៉ាតេអូនេះចិត្តកំហុសកូនអត់ទេកូនធ្វើអ្វីដែលប្រសើរបំផុតហើយកូនឈប់បន្ទោសខ្លួនឯងទៀតទៅប៉ាធ្លាប់បន្ទោសក្រោយពីគ្រោះថ្នាក់បងប្រុសកូនហើយវាស្ទើរទៅឲ្យពួកយើងបែកបាក់គ្នាបើប៉ាមិនឲ្យបងដែនមកទេមិនដឹងមានរឿងដល់ណាទេដែនស្រឡាញ់កូនប៉ាដឹងថាគេអាចថែរក្សាកូនគាត់នាំយើងនិងអ្នកភូមិមកទាំងអស់រឿងរ៉ាវច្រើនមែនតើអរគុណម៉ាតេអូដែលសុខចិត្តនៅទីនោះប្រថុយនឹងគ្រោះថ្នាក់ជួយពួកយើងបងដែនបានត្រឡប់ទៅរកគាត់ហើយប៉ាដឹងដែនមកវិញហើយគេចង់ជួបកូនណាណែតើបងរកឃើញម៉ាតេអូទេរកឃើញហើយគាត់ត្រូវគ្រាប់ពេលយើងរត់ប៉ាណិតគេណាស់គាត់ស្លាប់នៅលើដៃបងថាម៉េចគាត់ប្រាប់ថាដល់ពេលដែលគាត់ទៅផ្ទះហើយអ្វីដែលបានកើតឡើងនៅទីនេះពី3ថ្ងៃមុនបានបង្ហាញនៅសេចក្តីស្រឡាញ់ដ៏ធំដែលគ្មានអ្នកណាបានធ្វើគឺគាត់សុខចិត្តលះបង់ជីវិតរបស់គាត់ដើម្បីមិត្តភ័ក្តិរបស់គាត់ព្រះគម្ពីរប្រាប់យើងថាហើយដោយព្រោះបានតម្រូវត្រូវឲ្យមនុស្សទាំងអស់ស្លាប់ម្ដងរួចសឹមជាប់សេចក្តីជំនុំជម្រះហើយម៉ាតេអូបានសម្រេចតាមអ្វីដែលព្រះគម្ពីរតម្រូវពេលនេះគាត់កំពុងរីករាយនឹងរង្វាន់របស់គាត់ជាមួយនឹងព្រះនៅឋានសួគ៌ដូច្នេះបានជាយើងជួបជុំគ្នាតាំងចិត្តនៅមន្ទីរពេទ្យនេះដើម្បីគោរពយ៉ាងស្មោះចំពោះមិត្តល្អរបស់យើងម៉ាតេអូហើយក៏ថ្វាយសិរីល្អដល់ព្រះដ៏អស្ចារ្យរបស់យើងអាមែនអាមែនប៉ាកំពុងតែចង់ជួបកូនទាំងពីរប៉ាមានដំណឹងល្អខ្លះប៉ាទើបតែនិយាយទូរស័ព្ទជាមួយមិត្តចាស់ប៉ានៅ Washington លោក Foreman ជាសមាជិកព្រឹទ្ធសភាកូនអាចទៅភូមិកូនវិញឆាប់ៗនេះហើយរដ្ឋាភិបាលកូឡុំប៊ីនៅបញ្ជូនទាហានទៅសង្គ្រោះប្រុសៗដែលគេចាប់ហើយនឹងចាប់ខ្លួនសាឡាសាទៀតផងប្រសើរណាស់លោកប៉ានៅមានទៀតប៉ានឹងសង់មន្ទីរពេទ្យកូនឡើងវិញពិតមែនទេ
ហើយប៉ានៅស្នាក់នៅទីនេះរហូតដល់ការងារចប់សពគ្រប់តាមផែនការប៉ាគួរតែធ្វើវាជាយូរណាស់មកហើយប៉ាគួរតែធ្វើអ្វីជាច្រើនតែប៉ាចង់ឲ្យពួកកូនទាំងពីរជាអ្នកសម្រេចចុះ អរគុណលោកប៉ា អរគុណពូ អរគុណប៉ាទៅជួបវិជ្ជបណ្ឌិតបបអាផ្លែតបន្តិចទៀតប៉ាមកវិញ ចាខ្ញុំមិនអាចគិតថាបងនិងប៉ាស្និទ្ធស្នាលនឹងគ្នាឡើងវិញសោះ បងគិតថានេះជាការអស្ចារ្យហើយ មែន បងចង់និយាយជាមួយអូនរឿងមួយ រឿងអី គឺថាគឺរឿងដែលកើតឡើងនៅក្នុងអធម្មភេកជ្ជៈពេលត្រឡប់មកវិញបងមិនដឹងថាប្រាប់អូនយ៉ាងម៉េចទេប៉ុន្តែអូនមានចាំរឿងដែលម៉ាទីអូប្រាប់បងអំពីអ្នកគង្វាលល្អនិងកូនជាមកវិញទេ ចារឿងក្នុងកំពី ជាមដែលពង្វេងនោះគឺជាបងប៉ុន្តែបងលេងពង្វេងទៀតហើយ បងដែន អូនអ្នករកឃើញ អូនដឹងអូនហាក់ដឹងថាប្រកាសជាមានអ្វីអស្ចារ្យមិនខាន បើជីមនៅត្រូវការអ្នកបើកយន្តហោះហើយអូនមិនថាអីទេបងចង់នៅជួយទីនេះ ខ្ញុំសប្បាយចិត្តណាស់ខ្ញុំអធិដ្ឋានការនេះសម្រាប់បង5ឆ្នាំហើយ សម្រាប់បងរយៈពេល5ឆ្នាំ សម្រាប់យើងបងអូនមិនដែលឈប់ស្រឡាញ់បងឡើយ មកចិត្តបងមក